នៅក្នុងជីវិតរស់នៅរាល់ថ្ងៃនេះពួកយើងភាគច្រើនកំពុងតែចំណាយពេលវេលារាប់ម៉ោងដើម្បីមើលព័ត៌មានដ៏ច្រើនលើសលប់និងអូសទូរស័ព្ទសម្លឹងមើលមាតិកាដែលហូរចូលមកឥតឈប់ឈរប៉ុន្តែលទ្ធផលពិតប្រាកដដែលកើតឡើងនៅក្នុងចិត្តរបស់យើងម្នាក់ៗបែរជាធ្វើឲ្យចិត្តរបស់យើងមានភាពតានតឹងហើយនឹងមានភាពភ័យខ្លាចទៅវិញការបណ្ដោយខ្លួនឯងឲ្យស្ថិតនៅក្នុងស្ថានភាពបែបនេះគឺគ្មានអ្វីក្រៅពីការសុខចិត្តធ្វើជាធុងផ្ទុកកាកសំណល់ព័ត៌មានដែលរងចាំតែគេអូសទាញនិងបញ្ជាចិត្តរាល់ថ្ងៃនោះឡើយដែលវានាំឲ្យខួរក្បាលយើងត្រូវប្រើលើសចំណុះនិងអាចបាត់បង់សន្តិភាពផ្លូវចិត្តទាំងស្រុងក៏ថាបានសម្ពាធនឹងការហត់នឿយផ្លូវចិត្តទាំងអស់នេះហើយគឺជាហេតុផលចម្បងដែលបង្ខំឲ្យយើងត្រូវតែមានស្មារតីភ្ញាក់រលឹកងាកមកផ្ដោតអារម្មណ៍និងបើកចិត្តទទួលយកនិងស្ដាប់ដើម្បីទទួលបាននូវត្រីវិស័យចម្រាញ់គំនិតដ៏មានតម្លៃមួយក្នុងការយកវាទៅកសាងប្រព័ន្ធគិតដែលមានលំនឹងនិងមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ជីវិតរបស់យើងភាពជាក់ស្ដែងនៅក្នុងពិភពនៃព័ត៌មានវិទ្យាបានបង្ហាញយើងថាទិន្នន័យឬ data មិនមែនជាចំណេះដឹងទេមាតិការាប់លានដែលកំពុងតែហោះកាត់ភ្នែករបស់យើងរាល់ថ្ងៃនេះវាគ្រាន់តែជាវត្ថុធាតុដើមដែលមិនទាន់កែច្នៃតែប៉ុណ្ណោះហើយបើគ្មានការផ្អែកលើគំរូប្រព័ន្ធការងារឬគ្មានរចនាសម្ព័ន្ធភាសាត្រឹមត្រូវទេរាល់ទិន្នន័យដ៏ច្រើនលើសលប់ទាំងនោះគ្រាន់តែជាសំឡេងរំខានឥតប្រយោជន៍ដែលមានតែមកបំផ្លាញថាមពលខួរក្បាលរបស់យើងទៅវិញចំណេះដឹងពិតប្រាកដគឺដាច់ខាតត្រូវតែជាព័ត៌មានដែលឆ្លងកាត់ការកែច្នៃការរៀបចំទុកដាក់ឲ្យមានសណ្ដាប់ធ្នាប់ត្រឹមត្រូវនិងមានសុពលភាពឆ្លុះបញ្ចាំងពីតថភាពពិតប្រាកដដែលអាចយកវាទៅប្រើប្រាស់បានជាផលប្រយោជន៍ពិតៗការបំផ្លាញទិន្នន័យទាំងនេះឲ្យទៅជាឧបករណ៍បម្រើដល់ភាពជោគជ័យនៅក្នុងជីវិតរបស់យើងគឺស្ដែងចេញតាមរយៈការសម្រេចចិត្តយ៉ាងដាច់ខាតក្នុងការឈប់ធ្វើជាធុងផ្ទុកមាតិកាកាកសំណល់ព័ត៌មាននៅពេលដែលទទួលបានព័ត៌មានឬបទពិសោធន៍ជុំវិញខ្លួនគឺយើងត្រូវចេះប្រើប្រាស់តម្រងចម្រោះពិចារណាភ្លាមៗដើម្បីវាតម្លៃវាថាប្រសិនបើវាជាព័ត៌មានដែលមិនត្រឹមត្រូវមិនទាន់កែច្នៃនិងមិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងទេគឺមិនត្រូវអនុញ្ញាតឲ្យវាមកបំផ្លាញសន្តិភាពផ្លូវចិត្តរបស់យើងបានឡើយការធ្វើបែបនេះនឹងជួយឲ្យយើងលែងរងការវាយលុកពីចំនួនមាតិកាហើយងាកមកក្តោបក្តាប់គុណភាពនៃគំនិតរបស់យើងវិញលំហូរនៃការគ្រប់គ្រងចិត្តនេះនឹងរុញច្រានយើងឲ្យឈានទៅដល់ការកំណត់ទិសដៅផ្ដោតទៅលើគុណភាពមិនមែនបរិមាណដែលជាសោរគន្លឹះដ៏សំខាន់សម្រាប់រក្សាសន្តិភាពផ្លូវចិត្តរបស់យើងអនុញ្ញាតឲ្យយើងមើលរំលងរាល់រឿងរ៉ាវដែលមិនពាក់ព័ន្ធទាំងអស់ហើយចេះប្រមូលផ្ដុំថាមពលទៅលើតែព័ត៌មានណាដែលជួយជ្រោមជ្រែងយើងឲ្យសម្រេចបាននូវគោលដៅពិតប្រាកដនៅក្នុងជីវិតតាមរយៈការចម្រាញ់ទិន្នន័យរាយប៉ាយឲ្យទៅជាចំណេះដឹងដ៏មានតម្លៃនេះហើយទើបស្ថាបត្យកម្មគំនិតផ្ទាល់ខ្លួនត្រូវបានកសាងឡើងដែលវាគឺជាការបង្កើតនូវរចនាសម្ព័ន្ធចិត្តមួយដ៏មានលំនឹងរឹងមាំនិងមានប្រសិទ្ធភាពខ្ពស់បំផុតនៅពេលដែលបងប្អូនយល់ច្បាស់អំពីតម្លៃនៃចំណេះដឹងហើយនិងគុណភាពនៃព័ត៌មាននោះបងប្អូននឹងលែងបណ្ដោយឲ្យចិត្តរបស់ខ្លួនត្រូវវាយលុកដោយចំនួនមាតិការាយប៉ាយទៀតហើយការរស់នៅក្នុងយុគសម័យព័ត៌មានវិទ្យាមិនមែនស្ថិតនៅលើការក្តោបក្តាប់ទិន្នន័យឲ្យបានច្រើននោះទេប៉ុន្តែវាស្ថិតនៅលើសមត្ថភាពនៃការបំផ្លាញទិន្នន័យទាំងនោះឲ្យទៅជាឧបករណ៍បម្រើដល់ភាពជោគជ័យពិតប្រាកដរបស់យើងម្នាក់ៗ